ទូរស័ព្ទទិញល្មមមិនប្រើអីមិនដឹងប្រពន្ធយើងអញ្ចឹងដែរទៅទិញល្អយកទៅឲ្យប្រើប្រហែល10ប្រហែល12 Pro Max 12 Pro Max ទិញចំនួនប្រហែលជា2លានជាងបាទឥឡូវត្រូវបានជនសង្ស័យវាយយកទៅបាត់ពីអ្នកប្តីប្រពន្ធបាទថាប្តីធ្វើសន្តិសុខហើយប្រពន្ធមានបញ្ហាសតិមិនប្រក្រតីដែលខ្ញុំធ្វើការជួយផ្សព្វផ្សាយមួយរយៈមុនហ្នឹងបាទហើយបានបងប្អូនយើងជួយបាទឥឡូវបានលុយមកទៅទិញទូរស័ព្ទល្អឲ្យប្រពន្ធនេះហើយដឹងថាប្រពន្ធខ្លួនឯងហ្នឹងមានបញ្ហារឿងអញ្ចឹងទៅទិញទូរស័ព្ទល្អឲ្យប្រើឥឡូវត្រូវបាននៃជនសង្ស័យនេះបាទមកវាយគ្នាយកទូរស័ព្ទបាត់ពងហម TikTok ហមហ្នឹងត្រូវបានជនសង្ស័យវាយយកទៅបាត់ប្រិមិត្តចាប់គ្រាកចូលព្រៃចម្លើយអត់ត្រូវយកទូរស័ព្ទកប៉ៅលោកយកទៅបានគេមួយគ្រាមម្ដងទៀតបើទូរស័ព្ទខ្ញុំសើខឹងមកតែបាត់គ្រាមខ្ញុំម្ដងខ្ញុំខឹងហ្មងបាត់ក្រែមដើមទៀតទូរស័ព្ទដីទិញឲ្យអត់នេះស្ដាយកដោតែតាបើធ្វើម៉េចខ្ញុំបាយឈ្នះគេចឹងបើគ្នាគេច្រើនជាងខ្ញុំជាងក្រែមម្ដង10000ហ្នឹងបាទឥឡូវបាទហើយជនសង្ស័យប្រហែលអ្នកគឺថាសួរគាត់ថាទាំងអស់មានគ្នា4នាក់មានប្រហែលអ្នកជនសង្ស័យមានប្រហែលអ្នក4នាក់ស្រី2ប្រុស2តែនៅពេលហ្នឹងណៃយើងក៏មកធ្វើអីគេបញ្ជនសង្ស័យវាយយកទៅដើរមកផ្ទះដើរទៅផ្ទះចាគេស្ទាក់ខ្ញុំគេស្ទាក់គ្នាគឺប្រហែលអ្នក2នាក់ស្រី2ជីតំណផ្សេងប្រុស2តាមខ្ញុំវាគម្រាមយ៉ាងម៉េចខ្លះថាទូរស័ព្ទកម្មពើមានលុយអត់ណែខ្ញុំថាខ្ញុំអត់មានទេអត់មានមិនបើឃើញបងឃើញឯងមានទូរស័ព្ទថាអត់ទេខ្ញុំមិនឲ្យទេគ្រាកខ្ញុំចូលព្រៃបណ្ដោយតែបន្ទាប់គ្នាយកទូរស័ព្ទបានយកទូរស័ព្ទរត់ទៅបាត់ទៅចឹងទៅបាត់ហើយបាទហើយគេមានវាយគេមានអីអត់វាយតែវាយអត់ត្រូវទេជិះម៉ូតូបុកជើងខ្ញុំជិះម៉ូតូបុកជើងណាចាដេញបុកបាទថ្ងៃនេះដូចដឹងខ្លះដឹងបងបានលេបឆ្នាំនៅពេទ្យរុស្ស៊ីអូលេបឆ្នាំពេទ្យរុស្ស៊ីបានចូល10ថ្ងៃហើយលេបឆ្នាំបាន10ថ្ងៃហ្នឹងណាបាទជាយាមលេបឆ្នាំបន្ថែមទៀតណាកុំដើរទៅណាឆ្ងាយពីប្តីឬអត់តាមប្តីយើងឲ្យជាប់បាទឃើញឥឡូវវាអញ្ចឹងបញ្ហាវាអញ្ចឹងហើយទូរស័ព្ទយើងទិញល្មមឲ្យប្រើទៅបាទខ្ញុំខំធ្វើការផ្សព្វផ្សាយបានលុយមកជំនួយប្រហែលជាប្រហែលដែរពេលហ្នឹង7លាន30ម៉ឺនបង7លាន30ម៉ឺនយកលុយទៅទិញទូរស័ព្ទល្អនឹងឲ្យប្រពន្ធអាណិតប្រពន្ធស្រឡាញ់ប្រពន្ធប៉ុន្តែយើងត្រូវគិតពីខ្លួនឯងជីវភាពខ្លួនឯងយើងវាអត់ទូធាទេដែលទៅណាបណ្ឌិតជនសង្ស័យវាយយកទូរស័ព្ទគាត់ទៅលេងនៅកន្លែងខ្ញុំធ្វើការហ្នឹងបងគាត់ទៅលេងទៅកន្លែងមុខក្រសួងដែនដីបងមុខក្រសួងដែនដីកន្លែងខ្ញុំយាមហ្នឹងនៅបរិយជីបម៉ុងនៅខ្ញុំយាមហ្នឹងបាទគាត់ថត TikTok លេងនៅមុខក្រសួងហ្នឹងបងពេលថតលេងទៅគាត់យប់ទៅគាត់ក៏ដើរមកផ្ទះទៅម៉ោងប្រហែលម៉ោង12 10យប់ហ្នឹងគាត់ដើរមកបន្ទប់ជួលហ្នឹងខ្ញុំក៏ដេកលក់ទៅយប់ហ្នឹងបងខ្ញុំយាមវេនថ្ងៃដល់ពេលមកដល់កន្លែងផ្លូវស្ងាត់ហ្នឹងគេហៅតម្លៃ CIA ហ្នឹងគេវាយយកទៅហ្មងបងកន្លែងស្ងាត់ហើយផ្ដាំផ្ញើទៅកាន់ជនសង្ស័យដែលបានធ្វើសកម្មភាពមកវាយនេះស្រីធឿននេះបាទដឹងតែគ្នាអញ្ចឹងហើយមកបាទក្មេងអាយុប៉ុន្មានអូន19 20ឆ្នាំឯងបងក្មេងហ៎ក្មេងទៅណាចាក្មេងទំនើបវាដើរខ្វល់រឿងយើងគាត់រៀនសូត្រគាត់អីទេគាត់គិតតែរឿងប្លន់គេឆន់ប្លន់គេហ្នឹងហើយដឹងឥឡូវគាត់ដឹងច្រើនបាទឥឡូវដឹងច្រើនតាំងពីលេបឆ្នាំមកណាចាដឹងច្រើនតែឥឡូវពងងុយដេកងុយដេកថ្ងៃឃើញរំ TikTok ទីអីកុំសូវរំពេក TikTok ហ្នឹងជប់រំហើយបានទូរស័ព្ទគាត់បាន TikTok លេងទៅគាត់ធូរអារម្មណ៍ដែរបងក៏បាត់អត់សុខគាត់ថាគ្មានហ្វេនគាត់ចឹងណាបងគឺស្រឡាញ់គាត់ហ្នឹងថតទៅបានទៅគាត់ធូរស្បើយច្រើនគាត់ដឹងបងមកហ្វេនទេថាឲ្យយោបល់គាត់ហ្នឹងទៅខមមិនហ្នឹងបាទលើកទឹកចិត្តគាត់ទៅគាត់ដឹងបានហ្វេនខមមិនលើកទឹកចិត្តដែរណាចាចេះអសចេះអីទៅណាចេះបងអាចទៅសេបានអូបាទហ៊ានមកណាទីម៉ានទៅធឿនទី3កន្លះទី3កន្លះទី3អីទីបានដាក់ទីម៉ានអត់ណាទី3ប៉ុន្តែកន្លះឆ្នាំទៅចិត្តឡើងថ្នាក់បានឡើងថ្នាក់អញ្ចឹងថាទី3កន្លះអញ្ចឹងហ៎មើលអបកខទីមើលកខកខងអចឆឆញ៉ខ្ញុំសូមទំនុំពរដល់កម្លាំងសមត្ថកិច្ចនៅខណ្ឌអាស័យកែវខ្ញុំជឿជាក់លឺលូទៅថាឃើញនៅនឹងមានកាមេរ៉ាច្រើនណាបងនៅមុខក្រសួងដែនដីរហូតមកដល់កន្លែងគេដែលគេវាយគាត់យកហ្នឹងគឺមានកាមេរ៉ាច្រើនណាបងខ្ញុំថាឆែកកាមេរ៉ាមកនឹងបានឃើញជនសង្ស័យឡើងជនសង្ស័យហ្នឹងជិះម៉ូតូអសង្ឃមានគ្នា2នាក់ហ្នឹងអត់មានពាក់មុខទេបងមានកាមេរ៉ាច្រើនណាស់ខ្ញុំថាគាត់ឆែកមកឃើញបងហ្នឹងដូចចេះឥឡូវមើលថែប្រពន្ធហើយកុំឲ្យប្រពន្ធដើរទៅណាឆ្ងាយហើយកុំទិញអារបស់ល្អឲ្យប្រើសុខហើយបងខ្ញុំទៅវិញប្រហែលទិញធំ Oppo 60រៀលអីទេឲ្យគាត់ប្រើបងបាទលុយទុកដាក់នេះទៅមើលទុកមើលគ្រាន់ទិញថ្នាំទិញអីប្រពន្ធលេបឥឡូវយ៉ាងគ្រាន់បើយ៉ាងដូចដឹងខ្លាំងហើយប្រិមិត្តមកជួបដងនេះយ៉ាងដូចដឹងបានលេបថ្នាំណានៅទីពេទ្យរុស្ស៊ីណាបាទទីពេទ្យរុស្ស៊ីបងថ្នាំបាទឲ្យលេបថ្នាំឲ្យទៀងទាត់ឲ្យជាប្រចាំណាហើយប្រិមិត្តពីអ្នកប្តីប្រពន្ធបាទថាប្តីធ្វើសន្តិសុខហើយប្រពន្ធមានបញ្ហាសតិមិនប្រក្រតីដែលខ្ញុំធ្វើការជួយផ្សព្វផ្សាយមួយរយៈមុនហ្នឹងបាទហ
ហើយបានបងប្អូនយើងជួយបាទឥឡូវបានលុយមកបាទទៅទិញទូរស័ព្ទល្អឲ្យប្រពន្ធនេះឲ្យដឹងថាប្រពន្ធខ្លួនឯងហ្នឹងមានបញ្ហារឿងអញ្ចឹងទៅទិញទូរស័ព្ទល្អឲ្យប្រើឥឡូវត្រូវបានในជនសង្ស័យនេះបាទអាមកវាយគ្នាយកទូរស័ព្ទបាត់ពឹងហម TikTok ហមហ្នឹងត្រូវបានជនសង្ស័យវាយយកទៅបាត់ប្រិមិត្តទូរស័ព្ទទិញអាល្មមឲ្យប្រើអីមិនដឹងអាប្រពន្ធយើងអញ្ចឹងដែរទៅទិញអាល្អយកទៅឲ្យប្រើអាប្រហែល10ប្រហែល12 Pro Max 12 Pro Max បាទទិញចំនួនប្រហែលជា2លានជាងបាទឥឡូវត្រូវបានជនសង្ស័យវាយយកទៅបាត់ខ្ញុំដឹងថាយើងពិបាកយើងកំពុងតែខ្វះខាតហើយយើងទិញអាល្មមប្រើទៅបាទត្រូវបានទូរស័ព្ទត្រឹម80រៀល100អីប្រើទៅទិញអាល្អឲ្យប្រើទៅអីដឹងថាប្រពន្ធយើងអញ្ចឹងហើយនេះឥឡូវឃើញអត់គឺវាយយកទៅបាត់ខ្ញុំនឹកស្មានស្រឡាញ់គាត់ពេកស្រឡាញ់ពេកឲ្យយកអត់ត្រូវធ្វើអញ្ចឹងដែរទុកលុយហ្នឹងដើម្បីទិញទៅដោះគោទិញសម្លៀកបំពាក់អីឲ្យកូនយើងបាទអារឿងអាសម្ភារៈនិយមណាហ្នឹងយើងកុំឃើញតម្រៃជូចង់ជូតាមតម្រៃយើងទិញអាល្មមឲ្យប្រើទៅបាទឥឡូវមកខ្ញុំសួរទីមើលឲ្យទៅមកខាងនេះសុំសួរប្តីបាទហើយនៅពេលហ្នឹងគឺគាត់ដែលទៅណាបិណ្ឌជនសង្ស័យវាយយកទូរស័ព្ទគាត់ទៅលេងនៅកន្លែងខ្ញុំធ្វើការហ្នឹងបងគាត់ទៅលេងទៅកន្លែងមុខក្រសួងដែនដីបងមុខក្រសួងដែនដីកន្លែងខ្ញុំយាមហ្នឹងនៅបរិយជីបម៉ុងនៃខ្ញុំយាមហ្នឹងបាទគាត់ថត TikTok លេងនៅមុខក្រសួងហ្នឹងបើពេលថតលេងទៅគាត់យប់ទៅគាត់ក៏ដើរមកផ្ទះបាទមកផ្ទះទៅម៉ោងប្រហែលម៉ោង10 ពី10យប់ហ្នឹងបើដើរមកបន្ទប់ជួលហ្នឹងខ្ញុំក៏ដេកលក់ទៅយប់ហ្នឹងព្រោះខ្ញុំយាមវេនថ្ងៃដល់ពេលមកដល់កន្លែងផ្លូវស្ងាត់ហ្នឹងគេហៅតម្លៃ CIA ហ្នឹងគេវាយយកទៅហ្មងបងកន្លែងស្ងាត់បាទហើយជនសង្ស័យប្រហែលអ្នកគឺថាសួរគាត់ថាទាំងអស់មានគ្នា4នាក់មានប្រហែលអ្នកជនសង្ស័យមានប្រហែលអ្នក4នាក់ស្រី2ប្រុស2តែតាមនៅពេលហ្នឹងណៃយើងក៏មកធ្វើអីគេបញ្ជនសង្ស័យវាយយកទៅដើរមកផ្ទះដើរទៅផ្ទះចាគេស្ទាក់ខ្ញុំគេស្ទាក់គ្នាគឺប្រហែលអ្នក2នាក់ស្រី2ជីតំណផ្សេងប្រុស2តាមខ្ញុំបាទវាកំរាមយ៉ាងម៉េចខ្លះថាទូរស័ព្ទកម្មពលមានលុយអត់ណែខ្ញុំថាខ្ញុំអត់មានទេអត់មានមិនឃើញបងឃើញឯងមានទូរស័ព្ទតែអត់ទេខ្ញុំមិនឲ្យទេឲ្យទេគ្រាកខ្ញុំចូលព្រៃបណ្ដោយតែបន្ទាប់គ្នាយកទូរស័ព្ទបានយកទូរស័ព្ទរត់ទៅបាត់ទៅយ៉ាងរត់ទៅបាត់ហើយអូបាទហើយឥឡូវមានបានដាក់ពាក្យបណ្ដឹងហើយនៅដាក់ហើយបងនៅសកាត់ខាងអាស័យកែវដាក់ហើយហ្នឹងបាទដាក់ហើយនៅស្វាយប៉ាក់បាទហើយបលីប្រយ័ត្នថាម៉េចខ្លះលីគាត់បានថាជាមួយគេឆែកកាមេរ៉ាបងឃើញនៅនឹងមានកាមេរ៉ាចឹងណាតាមមុខក្រសួងណែដីឃើញមានកាមេរ៉ាបាទហើយគេមានវាយគេមានអីអត់វាយតែវាយអត់ត្រូវទេជិះម៉ូតូបុកជើងខ្ញុំជិះម៉ូតូបុកជើងណាចាដេញបុកបាទថ្ងៃនេះអត់ដឹងដឹងខ្លះដឹងបងបានលេបឆ្នាំនៅពេទ្យរុស្ស៊ីអូលេបឆ្នាំពេទ្យរុស្ស៊ីបានចូល10ថ្ងៃហើយលេបឆ្នាំបាន10ថ្ងៃហ្នឹងណាបាទជាយាមលេបឆ្នាំបន្ថែមទៀតណាកុំដើរទៅណាឆ្ងាយពីប្តីចាឬអត់តាមប្តីយើងឲ្យជាប់បាទឃើញឥឡូវវាអញ្ចឹងបញ្ហាវាអញ្ចឹងហើយទូរស័ព្ទយើងទិញល្មមឲ្យប្រើទៅបាទខ្ញុំខំធ្វើការផ្សព្វផ្សាយបានលុយមកជំនួយប្រហែលជាប្រមាណដែរអាពេលហ្នឹង7លាន30ម៉ឺនបង7លាន30ម៉ឺនយកលុយទៅទិញទូរស័ព្ទល្អហ្នឹងឲ្យប្រពន្ធអាណិតប្រពន្ធស្រឡាញ់ប្រពន្ធប៉ុន្តែយើងត្រូវគិតពីខ្លួនឯងជីវភាពខ្លួនឯងយើងវាអត់ទូធាទេយើងយល់ហើយយើងចង់បានល្អឯងប៉ុន្តែយើងត្រូវខិតខំប្រឹងប្រែងហើយយើងទុកដាក់ឲ្យលុយហ្នឹងបាទដើម្បីទិញថ្នាំឲ្យប្រពន្ធជាបាលប្រពន្ធបាទទិញទៅដោះគោឲ្យកូនផ្ញើទៅអ្នកផ្ទះបាទដល់ពេលអូនឯងទៅទិញហើយអូនឯងអត់មានគិតពីផលវិបាកខ្លួនឯងអញ្ចឹងឃើញទេឥឡូវគេយកទៅបាត់ហើយយើងដឹងចាប់បានថ្ងៃណាជនសង្ស័យហ្នឹងប្រិមិត្តទូទាំងជនយើងបាទហើយផ្ដាំផ្ញើទៅកាន់ជនសង្ស័យបាទដែលបានធ្វើសកម្មភាពមកវាយនេះស្រីធឿននេះបាទដឹងតែគ្នាអញ្ចឹងហើយមកបាទក្មេងអាយុប៉ុន្មានអូន20 19 20ឆ្នាំទេបងក្មេងហ៎ក្មេងទៅណាចាក្មេងដំណើរវាដើរខ្វល់រឿងយើងគាត់រៀនសូត្រគិតអីទេគាត់គិតតែរឿងប្លន់គេឆន់ប្លន់គេហ្នឹងហើយដឹងឥឡូវគាត់ដឹងច្រើនណាបាទឥឡូវដឹងច្រើនតាំងពីលេបថ្នាំមកណាចាដឹងច្រើនតែឥឡូវពងងុយដេកងុយដេកញ៉ៃឃើញរំ TikTok ទីអីកុំសូវរំពេក TikTok ហ្នឹងជប់រំហើយបាទទូរស័ព្ទគាត់បាន TikTok លេងទៅគាត់ធូរអារម្មណ៍ដែរបងក៏បាត់អត់សុខគាត់ថាគ្មានហ្វេនគាត់ចឹងណាបងគឺស្រឡាញ់គាត់ហ្នឹងបាទខទៅ
បានទៅគាត់ធូរស្បើយច្រើនគាត់ដឹងបងមកហ្វេនទេថាឲ្យយោបល់គាត់ហ្នឹងទៅខ្ញុំហ្នឹងបាទលើកទឹកចិត្តគាត់ទៅគាត់ដឹងបងបានហ្វេនខមមិនលើកទឹកចិត្តដែរណាចាចេះសចេះអីទៅណាចេះបងអាចសេបានអូបាទហ៊ានមកណាទីម៉ានទៅធឿនទី3កន្លះទី3កន្លះទី3អីទីបានមិនដាក់ទីម៉ានអត់ណាទី3ប៉ុន្តែកន្លះឆ្នាំទៅចិត្តឡើងថ្នាក់មកឡើងថ្នាក់អញ្ចឹងថាទី3កន្លះអញ្ចឹងហីមើលអបកខទីមើលកខកខងងចឆឈញ៉ចាញ់មិនកខកខងងហ្នឹងហើយចឆឈញដល់ថាផមកឲ្យខំប្រឹងប្រែងលេបថ្នាំលឺអត់ដើម្បីឲ្យជាឡើងវិញចាបាទហើយខ្ញុំធ្វើការផ្សព្វផ្សាយដើម្បីឲ្យកម្លាំងសមត្ថកិច្ចលោកឲ្យធ្វើការជួយស្រាវជ្រាវផងដើម្បីតាមចាប់នៅក្រុមជនសង្ស័យដែលបានខ្ញុំផងបាទសូមបងជួយខ្ញុំផងរយុទ្ធធម៌ខ្ញុំផងបាទបានទូរស័ព្ទយកមកវិញណាចាបានយកទូរស័ព្ទមកវិញយកមកហម TikTok ទៀតTikTok ទៀតបាទនេះអញ្ចឹងប្រិមិត្តអាណិតគ្នាទេហៅគាត់ទៅណាមកណាអីខ្ញុំទិញអាល្មមមកប្រើទៅបាទបងបាទណាបងបាទកុំទិញអាល្អឲ្យប្រើទិញស្អា iPhone នេះតម្លៃ1លាន2លាននោះប្រហែលលានទូរស័ព្ទហ្នឹង2លានមក2លាន100000លុយខ្មែរយើង2លាន100000ណា12 Pro Max 12 Pro Max បាទនៅថ្លៃដែរណាទៅទិញណានេះថ្លៃហ្មងទិញនៅតូបនៅចិត្តប្រហែល G ចិត្តស្វ័យបាទ 128G 128G បាទបាទតិចគេកោអត់កោណាដឹងដែរបងដឹងថ្លៃទូរស័ព្ទដែរឃើញស្អាតតែគាត់ស្រឡាញ់យកគាត់ទៅមើលហ្នឹងថាស្រឡាញ់ទូរស័ព្ទពូអីគេទូរស័ព្ទហ្នឹងគាត់ទឹកមាសពូទឹកមាសហ្នឹងបាទហើយនឹកឃើញមិនទិញទូរស័ព្ទអាល្អដល់ប្រពន្ធដឹងថាប្រពន្ធចឹងហើយហ្នឹងជាកដោខ្ញុំជាកដោលើកទឹកចិត្តគាត់នឹកឃើញថាឃើញគាត់វិញហើយអូទិញកដោលើកទឹកចិត្តណាគាត់បាទនឹកស្មានថាទិញទៅត្រូវបានចៅវាយយកចឹងបងខ្ញុំនឹកបាទឥឡូវមើលមានអីសំណូមពរដល់កម្លាំងសមត្ថកិច្ចអត់ខ្ញុំសូមសំណូមពរដល់កម្លាំងសមត្ថកិច្ចនៅខណ្ឌអាស័យកែវខ្ញុំជឿជាក់លឺលូទៅថាឃើញនៅនឹងមានកាមេរ៉ាច្រើនណាបងនៅមុខក្រសួងដែនដីរហូតមកដល់កន្លែងគេដែលគេវាយគាត់យកហ្នឹងគឺមានកាមេរ៉ាច្រើនណាបងខ្ញុំថាឆែកកាមេរ៉ាមកនឹងបានឃើញជនសង្ស័យឡើយជនសង្ស័យហ្នឹងជិះម៉ូតូអសង្ឃមានគ្នា2នាក់ហ្នឹងអត់មានពាក់មួកទេបងមានកាមេរ៉ាច្រើនណាស់ខ្ញុំថាគាត់ឆែកមកឃើញបងនៅហ្នឹងបាទអញ្ចឹងស្រីធឿនដំបងឡើយគឺគេខ្ចីទូរស័ព្ទយើងអត់ឲ្យទេណាអត់ឲ្យទេខ្ញុំដឹងថាអត់ជួលនឹងថាគាត់ចោលហើយអូដល់យើងគឺវាចាប់យើងក្រៀកចាប់ក្រៀកកចូលព្រៃម្ដងអត់ត្រូវយកទូរស័ព្ទកប៉ៅលោកយកទៅបានគេមួយក្រែមម្ដងទៀតបើទូរស័ព្ទខ្ញុំសើខឹងមកតែបាត់ក្រែមខ្ញុំម្ដងខ្ញុំខឹងហ្មងបាត់ក្រែមដើមទៀតទូរស័ព្ទប្តីទិញឲ្យអត់នេះស្ដាយកដោតាបើធ្វើម៉េចខ្ញុំវាយឈ្នះគេចឹងបើគ្នាគេច្រើនជាងខ្ញុំជាងក្រែមម្ដង10000ហ្នឹងបាទឥឡូវមើលថែប្រពន្ធហើយកុំឲ្យប្រពន្ធដើរទៅណាឆ្ងាយហើយកុំទិញអារបស់ល្អឲ្យប្រើខ្ញុំឲ្យបងខ្ញុំទៅវិញប្រហែលទិញធំ Oppo 60រៀលអីទេឲ្យគាត់ប្រើបងបាទលុយទុកដាក់នេះទៅមើលគ្រាន់ទិញថ្នាំទិញអីប្រពន្ធលេបឥឡូវយ៉ាងគ្រាន់បើយ៉ាងដូចដឹងខ្លាំងហើយប្រិមិត្តមកជួបដងនេះយ៉ាងដូចដឹងបានលេបថ្នាំណានៅទីពេទ្យរុស្ស៊ីណាបាទទីពេទ្យរុស្ស៊ីបងថ្នាំបាទឲ្យលេបថ្នាំឲ្យទៀងទាត់ឲ្យជាប្រចាំណាបាទឲ្យជាប្រចាំដើម្បីឲ្យជាឲ្យលេបឯងបងហាច់លេបទៅងុយដេកបាត់ឲ្យមកជួបបងសិនបាទលេបហ្នឹងងុយដេកបាត់ទៀតអត់ដឹងបាទប្រិមត្តទូទៅសិជនយើងបាទអញ្ចឹងបើតាមការបញ្ជាក់នឹងការរៀបរាប់របស់ប្អូនប្រុសដែលជាសន្តិសុខនិងប្រពន្ធរបស់គាត់បាទគាត់បានបញ្ជាក់ថាគឺប្រពន្ធរបស់គាត់ហ្នឹងទៅលេងនៅមុខក្រសួងដែនដីបាទក៏ត្រូវបានគាត់បានត្រឡប់មកវិញហ្នឹងក៏ត្រូវបានជួបជាមួយនឹងជនសង្ស័យដែលជាក្មេងទំនើងបាទបានខ្ចីទូរស័ព្ទរបស់គាត់ហ្នឹងធ្វើការទេតែគាត់អត់ឲ្យទេក៏ត្រូវបានជនសង្ស័យហ្នឹងអ្វីតែដើមយកទូរស័ព្ទរបស់គាត់ហ្នឹងនេះជិះរត់គេចចេញទៅបាត់បាទហើយហេតុការណ៍ក្លឹបស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាខណ្ឌរិស័យកែវរាជធានីភ្នំពេញហើយយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចជាពិសេសលោកអធិការខណ្ឌរិស័យកែវសូមមេត្តាធ្វើការស្រាវជ្រាវដើម្បីតាមចាប់និងខាត់ខ្លួននៅជនសង្ស័យដែលបានធ្វើសកម្មភាពនៅក្នុងការអ្វីទៅលើនេះបងអូនស្រីដរាបយកទូរស័ព្ទនេះបានត្រឡប់យកមកវិញនិងដាក់ទោសទៅតាមផ្លូវច្បាប់ប្រិមត្តទូទៅសិជនឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់នៅការផ្សាយទំនេះសូមអរគុណសូមគោរពលា